นี่สำล้ออันให้ผมไม่บองโอนดักมาเตะบัดได้ปีเลอมาคือท่างันจอบจัดแต่มาดองvậy tớiสำล้อนี่คือท่าเนี่ยខ្ញុំ flop สลอรุ่นมาดองหายแต่เนี่ยខ្ញុំមិនបានបង្ហោះនៅក្នុងเพจមហូបទេថ្ងៃនេះនាងខ្ញុំក៏មកធ្វើការបង្ហោះក្នុងเพจមហូបរសជាតិអេមណាពុកម៉ែបងប្អូនអាចសាកល្បងតាមនាងខ្ញុំបានអរុនសួស្តីសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាព្រឹកនេះនាងខ្ញុំមកបេះការស្នោទៀតហើយពុកម៉ែបងប្អូនហើយថ្ងៃនេះគឺនាងខ្ញុំមកបេះការស្នោដើម្បីយកទៅស្លមកជូរថ្ងៃមុននាងខ្ញុំបានស្លម្ដងហើយនាងខ្ញុំផុសនៅក្នុងភ្នែកភេករុក្ខជាតិរបស់នាងខ្ញុំហើយថ្ងៃនេះនាងខ្ញុំមកធ្វើសម្លការស្នោដើម្បីផុសនៅក្នុងភេកម្ហូបវិញម្ដងពុកម៉ែបងប្អូនសម្លការស្នោនេះគឺមានរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនគឺឆ្ងាញ់ជាងសម្លម្ជូរផ្កាអង្គាដីទៅទៀតចង់ដឹងថានាងខ្ញុំធ្វើបែបណាសូមកុំភ្លេចទៅតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំទាំងអស់រួមមានផ្កាស្នោចំនួន1កញ្ច្រែងត្រីនាងខ្ញុំប្រើជាប្រភេទត្រីផ្ទក់នាងខ្ញុំដាក់ចំនួន2មានលាយកំពឹសផងដែរហើយក៏មានប្រហុកមានរំដេករមៀតបុកហើយមានម្ទេសមានត្រួយម្រះព្រៅថ្ងៃនេះនាងខ្ញុំប្រើជាប្រភេទម្ជូរអំពិលខ្ចីតោះចង់ដឹងថានាងខ្ញុំស្លបែបណាក៏តាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំបើកហ្គាសកាច់ភ្លើងដើម្បីដាំទឹកជាមុនសិនដាំឲ្យពុះហើយទើបនាងខ្ញុំធ្វើបន្តទៀតឥឡូវទឹករបស់នាងខ្ញុំគឺថាចាប់ដើមពុះហើយពុកម៉ែបងប្អូនជាបន្តមកទៀតគឺនាងខ្ញុំស្លម្ជូរគឺនាងខ្ញុំប្រើចំនួន4គួរហើយក៏ធ្វើការជ្រុំប្រហុកនេះជាប្រភេទត្រីស្រែពុកម៉ែបងប្អូនមានត្រីកំភ្លេងមានត្រីអីនឹងឯងសម្លម្ជូរគឺថាដាក់ប្រហុកទៅគឺថាមានជាតិឆ្ងាញ់ល្អណាស់ប៉ុន្តែមានបងប្អូនយើងអ្នកខ្លះក៏គាត់អត់ចូលចិត្តប្រើប្រហុកដែរដូច្នេះគាត់អាចប្រើជាទឹកត្រីក៏បានឬក៏គាត់មិនដាក់ក៏បានដែរប៉ុន្តែបើចំពោះនាងខ្ញុំស្លម្ជូរបើយើងដាក់ប្រហុកតិចពេកក៏អត់ឆ្ងាញ់ដែរនៅពេលដែលយើងជ្រុំម្ជូរហើយនាងខ្ញុំក៏ចាប់ដើមដាក់គ្រឿងបុកចូលគ្រឿងបុកនេះមានរមៀតរំដេងនិងអំបិលជាមួយនឹងខ្ទឹមម្ទេសគឺនាងខ្ញុំប្រើចំនួន1គ្រាប់រួចហើយក៏ទុកបន្តរហូតដល់តែទឹករបស់យើងនឹងបានពុះទើបនាងខ្ញុំធ្វើការបង់ត្រីចូលទៅតែចំពោះកំពឹសគឺនាងខ្ញុំមិនតាន់ដាក់ទេពុកម៉ែបងប្អូនតតែសម្លនឹងចិត្តឆ្អិនទៅនាងខ្ញុំចាប់ដើមបង់កំពឹសចូលហើយក៏បន្តទុករហូតឲ្យពុះហើយនៅពេលដែលនាងខ្ញុំដាក់ត្រីហើយគឺនាងខ្ញុំអត់បិទក្រោមទេពុកម៉ែបងប្អូននៅពេលដែលទឹកយើងចាប់ដើមពុះហើយគឺនាងខ្ញុំធ្វើការស្រង់ពពុះចេញពុកម៉ែបងប្អូនយើងស្រង់ចេញឲ្យអស់មកហើយអំពិលយើងនៅពេលដែលអណ្ដែតអញ្ចឹងគឺវាបានន័យថាឆ្អិនហើយដូច្នេះហើយយើងក៏ធ្វើការជ្រុំជូរយើងជ្រុំហើយក៏ភ្លក់ទៅថែមថយគ្រឿងក្រៅបើល្មមហើយចាំយើងបង់ការស្នោលក់សិនបើម្ជូរល្មមហើយយើងក៏ថែមថយគ្រឿងត្មងទៅយើងថែមថយគ្រឿងភ្លក់ឲ្យល្មមសមរម្យហើយចាប់ដើមបង់កំពឹសពុកម៉ែបងប្អូនបង់កំពឹសទុកឲ្យពុះបន្តិចមកទើបនាងខ្ញុំដាក់ផ្កាស្នោចូលថែមថយគ្រឿងហើយគឺថាបិទការ៉ូបទុកឲ្យពុះគឺជាការស្រេចឥឡូវសម្លរបស់នាងខ្ញុំគឺថាបានពុះហើយប៉ុណ្ណឹងគឺដឹងតែស្រេចឲ្យពុកម៉ែបងប្អូនលក់ថែមថយទៀតមកចុងក្រោយបងស្លឹកម្រះព្រៅគឺជាការស្រេចសម្ល
ឡោះបែបអ្នកស្រុកស្រែគឺបែបនេះឯងពុកម៉ែបងប្អូនប៉ុន្តែនិយាយពីរសជាតិវិញគឺថាអេហ្មង